មិនបង្កើតព័ត៌មានคล้ายៗមិនផ្សព្វផ្សាយនិងមិនចែករំលែកព័ត៌មានคล้ายៗការផ្ដល់ព័ត៌មានពិតនឹងធ្វើឲ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវយោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានផ្នែកទី3ទាក់ទងនឹងសុក្រិតភាពនៃព័ត៌មានចែងថា 1. អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអ្នកសារព័ត៌មានអាជីពអ្នកផលិតមាតិកាអ្នកសរសេរប្លុកអ្នកសារព័ត៌មានគ្មានអង្គភាពអ្នកសារព័ត៌មានពលរដ្ឋអ្នកមានប្រជាប្រិយលើបណ្ដាញសង្គមជាដើមត្រូវឈលលើការពិតនិងបង្ហាញព័ត៌មានពិតជៀសវាងការផ្សាយដំណឹងคล้ายៗព័ត៌មានក្លែងបន្លំព័ត៌មានបំភ្លៃព័ត៌មានភ័ន្តច្រឡំព័ត៌មានមានលក្ខណៈខុសពីការពិត 2. អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវកចូលរួមទប់ស្កាត់ប្រឆាំងនឹងការផលិតនិងផ្សព្វផ្សាយដំណឹងคล้ายៗព័ត៌មានក្លែងបន្លំព័ត៌មានបំភ្លៃព័ត៌មានភ័ន្តច្រឡំខផ្សាយតែព័ត៌មានពិតមានប្រភពច្បាស់លាស់និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវគផ្ទៀងផ្ទាត់ឡើងវិញនិងកែតម្រូវក្នុងករណីបានចុះផ្សាយខុសឬផ្សាយដោយភ័ន្តច្រឡំខរក្សាការសម្ងាត់នៃប្រភពងធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាពយុត្តិធម៌និងមិនលំអៀង 3. អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវជៀសវាងការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់និងច្បាស់លាស់ខកល័យព័ត៌មានតាមរូបភាពណាមួយដែលធ្វើឲ្យប្រឆាចនៃដើមគបញ្ចេញមតិផ្ទាល់ខ្លួនឈលលើបុរេវិនិច្ឆ័យខច្របល់គ្នារវាងការពិតដែលជាអង្គហេតុនិងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួនងកែប្រែព័ត៌មានរូបភាពឬវីដេអូលុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗឬបន្លំឯកសារផ្សេងៗ